còn ai mơ nghe bon thà tịch tôi nâng mình ai phá lo đôi tực sợ tọ tọ pin năng pin khom chăng đây nè pra chứ xòm bon đó à po rật tệ thi rô po nhà sa thảo càng pệ à chuyển năng xong bay vẫn tích mà đong thôi bon nâng pin tới à po rật tệ po nhà nị bạ rồi lô cá smăng và tật tha hòn để pa nị đăng ông đây bon thằng lái chỉ ti pưng bỏ phụ sạt từក្នុងលោកខាងមុខមានញាតិមិត្តតាមបងប្អូនណាតាមទៅមើលថែអីចែកខានទៅប៉ុន្តែដំណើរជីវិតហ្នឹងគឺយើងមិនកំព្រីអីទេឲ្យតែបានបន់ទៅជាមួយចឹងហ្នឹងហើយលាចាកលោកហ្នឹងទៅតាមធម្មតាធัวប៉ុន្តែយើងមានបន់នៅជាឧបនិស្សយបច្ច័យនៃអរិយមគ្គជាលោកតរៈនាំសម្បត្តិព្រះនិព្វានមកឲ្យអ្នកដែលបានសម្រេចអរិយមគ្គនឹងទៀតកាត់ផ្ដាច់នៅវត្តទុកទៅសេចក្តីទុកហ្នឹងមិនបានកើតឡើងនឹងឯងជាសម្បត្តិជំរាបសួរបងប្អូនអ្នកទេសនាទាំងអស់គ្នានេះជាសកម្មភាពនៅក្នុងវត្តសវណ្ណបារមីស្រីធីតារាមនៅវត្តស្លាកែតដែលស្ថិតនៅក្នុងភូមិដើមស្ពៃសង្កាត់ស្លាកែតក្រុងខេត្តបាត់ដំបងប្រសង់ជាង200អង្គកំពុងនិមន្តចង្ហាន់ឆាន់ថ្ងៃត្រង់សូមរីករាយជ្រះថ្នាក់អនុមោទនាណាបងប្អូនសូមកាត់បុណ្យកាត់កុសលបានចំណែកបុណ្យស្មើគ្នាសូមអនុមោទនាជំរាបសួរបងប្អូនអ្នកទេសនាទាំងអស់គ្នានេះជាសំណង់មហាកុដដែលមានកម្ពស់3ជាន់បណ្ដោយ30ម៉ែត្រទៅទឹក18ម៉ែត្រកំពុងធ្វើការសាងសង់ជាបន្តនៅក្នុងវត្តសវណ្ណបារមីស្រីធីតារាមនៅវត្តស្លាកែតស្ថិតនៅក្នុងភូមិដើមស្ពៃសង្កាត់ស្លាកែតក្រុងខេត្តបាត់ដំបងបងប្អូនអ្នកទេសនាទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូនេះសូមមេត្តាជួយចែករំលែកការ share និងមានសទ្ធាជ្រះថ្លាចូលរួមផងណាបងប្អូនដើម្បីជាប្រយោជន៍រួមដល់ប្រសង់ដែលមកគង់បួសនៈនៅប្រមាណ700អង្គបងប្អូនណានៅទីនេះប្រសង់ច្រើនណាស់ជួបការលំបាកខ្វះខាតនៅរឿងទីសនៈសនៈនេះមែនទែនហើយសូមបញ្ជាក់ទៅពុទ្ធបរិស័ទផងដែរឥឡូវនេះយើងមានការខ្វះខាតថវិកាជាច្រើនដើម្បីបន្តការសាងសង់ហើយកំពុងតែត្រៀមបន្តចាក់ឡើងសន្លឹកផងសេចន្ទទី3ដូចបងប្អូនបានទស្សនាស្រាប់នេះតែម្ដងផងសេចន្ទទី3នេះរៀងយូរបន្តិចបងប្អូនដោយសារយើងចាក់ស្លាប់ដំបូងមកក្រោយបញ្ចេញអញ្ចឹងណាហើយចំណាយថវិកាក៏រៀងច្រើនដែរសង្ឃឹមថាបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅក្នុងវីដេអូនេះនឹងបានជួយចែករំលែកការ share និងមានសទ្ធាជ្រះថ្លាចូលរួមដើម្បីជួយដល់សាមណសិស្សប្រសង់គ្រប់អង្គប្រមាណ700អង្គកំពុងនៅទីនេះនេះជាប្រយោជន៍សម្រាប់ជាតិនិងសាសនាយើងណាបងប្អូនព្រោះថាប្រសង់គ្រប់អង្គគឺសត្វជាតិកលបត្តិកូនខ្មែរបានមកបួសសិក្សាធម៌វិន័យនៅទីនេះហើយនឹងបានសិក្សារៀនសូត្រនៅក្នុងសាលាពុទ្ធកៈតែម្ដងសង្ឃឹមថាវីដេអូនឹងបងប្អូនបានជួយចែករំលែកការ share ទាំងអស់គ្នានឹងមានសទ្ធាជ្រះថ្លាចូលរួមតិចក្តីច្រើនក្តីតាមកម្លាំងសទ្ធាជ្រះថ្លាម្ដងទៀតគាត់នេះមានបណ្ដោយ30ម៉ែត្រទៅទឹក18ម៉ែត្រកម្ពស់3ជាន់នៅក្នុងវត្តសវណ្ណបារមីស្រីធីតារាមនៅវត្តស្លាកែតខេត្តបាត់ដំបងសូមអនុមោទនាសូមអរគុណនិងអរគុណសូមបងប្អូនជួយ share ទាំងអស់គ្នាសូមអរគុណនិងអរគុណម្ដងទៀតចំពោះបងប្អូនទាំងអស់ដែលបានជួយ like ជួយ share ទាំងអស់គ្នាសូមគោរពលានិងជម្រាបលាអនុមោទនាបុណ្យ